សុបិនឃើញសត្វជីងចក់តាមអបិយជំនឿតើល្អឬអាក្រក់សត្វជីងចក់ជាសត្វមួយប្រភេទដែលមានរឿងរ៉ាវទាក់ទងទៅនឹងជំនឿហេតុផ្សេងនៅក្នុងជីវិតរបស់យើងនៅពេលដែលសត្វជីងចក់ស្រែកឬធ្លាក់វាកំពុងតែបង្ហាញថាមានទាំងសំណាងល្អនិងសំណាងអាក្រក់មកជាមួយគ្នាចុះបើអ្នកសុបិនឃើញជីងចក់វិញតើមានអត្ថន័យដូចម្តេចដែរនេះបើយោងតាមការព្យាករណ៍ប្រសិនបើសុបិននរណាម្នាក់បានយកសុបិនឃើញសត្វជីងចក់ឬវាកំពុងតែស្រែកតាមទំនាយទាយថាអំឡុងពេលនេះអ្នកកំពុងតែស្ថិតនៅក្នុងលក្ខខណ្ឌការងារផ្សេងៗឬកំពុងសម្រេចចិត្តអ្នកនឹងទទួលបានដំណឹងល្អជាមួយនឹងការងារសប្តាហ៍ថ្ងៃឬជាមួយមិត្តរួមការងារក៏ថាបានសម្រាប់អ្នកដែលចង់ផ្លាស់ប្ដូរទីលំនៅឬតដាក់ពាក្យការងារថ្មីក៏អាចទទួលបានដំណឹងល្អផងដែរទោះជាយ៉ាងនេះក្តីសុបិននេះក៏បង្ហាញជោគលាភដែលទាក់ទងទៅនឹងការផ្សងសំណាងឬលេខល្អកំពុងរងចាំអ្នកផងដែរ